មានវីដេអូខ្លីមួយគឺរបៀបទាញរូបភាពដាក់ចូលនៅក្នុង Word បាទ Microsoft Word អញ្ចឹងគ្រូបើក Word មួយមកបាទពេលបើក Word ហើយបងប្អូនមើលនៅផ្នែកខាងលើមានពាក្យថា blank document បងចុចលើ blank document មកបាទបន្ទាប់មកបងប្អូនពេលបានចេញជាផ្ទាំងបែបនេះហើយបងប្អូនត្រូវមកមើលផ្នែកខាងលើនេះបាទតើផ្នែកខាងលើហ្នឹងតើវាមានអក្សរអីខ្លះអញ្ចឹងបើសិនបងប្អូនចង់ទៅរកបាទទៅរកឯកសារឬក៏រូបភាពដែលបងប្អូនចង់ដាក់អញ្ចឹងបងប្អូនត្រូវចុចបាទ insert ពេលដែលបងប្អូនចុច insert មកបងប្អូននឹងឃើញកន្លែងនេះមួយគេដាក់ថា picture នេះ picture អញ្ចឹងបងប្អូនចុចលើ picture មកបន្ទាប់មកបងប្អូនយកពាក្យ this device បាទ this device បាទអញ្ចឹងវានឹងចេញមកផ្ទាំងទៀតមកអញ្ចឹងបងប្អូនមេថារូបភាពបងប្អូនដាក់នៅក្នុង 3D អញ្ចឹងបងប្អូនចុចលើ 3D មកតបមកបងប្អូនទុកនៅកន្លែងណាសម្រាប់កុំព្យូទ័រលោកគ្រូដាក់នៅកន្លែង logo បាទនេះ logo អញ្ចឹងពេលដែលបាន logo ហើយឥឡូវគ្រូចង់បានរូបទេវតាមួយរូបនេះចុះបាទនេះរូបលោកទេអញ្ចឹងចុចលើនឹងមកពឹកមកហើយ open ឬក៏បងប្អូនចុចពីរពឹកបាទបងប្អូនចុចលើរូបភាពនឹងហើយបងប្អូនចុចពាក្យថា insert បាទពេលខ្លះយើងចុចinsert ឬក៏ចុចពីរពឹកមកអញ្ចឹងចុច insert មកបាទនេះគឺបានរូបភាពបែបនេះអញ្ចឹងពេលដែលបងប្អូនចាប់ចង់រំកិលគឺវាដំបូងវារំកិលអត់បានទេនេះកិលអត់បានឃើញទេវានៅកន្លែងអញ្ចឹងដើម្បីឲ្យរូបភាពនេះវារំកិលបានបងប្អូនចុចលើរូបភាពនឹងមកពឹកមកបន្ទាប់មកបងប្អូនមើលកន្លែងនេះគេដាក់ថា wrap text អញ្ចឹងចុចលើ wrap text បន្ទាប់មកបងប្អូនអង្គចុះមកក្រោមមកមានពាក្យថាfront of text នេះ in front of text អញ្ចឹងបងប្អូនចុចលើនឹងមកបាទបន្ទាប់មកបងប្អូនអាចអង្គបានហើយរូបភាពនេះបាទឃើញទេបងប្អូនអាចអង្គបានអញ្ចឹងសម្រាប់វីដេអូដែលលោកគ្រូបង្ហាញអំពីការទាញរូបភាពដាក់ចូលនៅលើ Word ហើយនឹងរំកិលរូបភាពនឹងបានគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ